ដោយដែលពុកម៉ែបងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយថានៅក្នុងប្រទេសកម្ពុជាគឺជាប្រទេសមួយដែលកំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងនោះគម្រោងជាច្រើននៅក្នុងការអភិវឌ្ឍគឺមានការរីកដុះដាលជាពិសេសថ្ងៃនេះយើងនឹងមកសិក្សាក៏ដូចជាស្វែងយល់អំពីគម្រោងផ្លូវដែកល្បឿនលឿនក៏ដូចជាគម្រោងផ្លូវដែកនៅក្នុងប្រទេសកម្ពុជាថាតើគម្រោងផ្លូវដែកនៅក្នុងប្រទេសកម្ពុជាមានការវិវត្តនិងរីកចម្រើនដល់ដំណាក់កាលណាហើយបើយើងងាកមកលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាយើងសង្កេតឃើញថាជាទូទៅក៏ដូចជាភាគច្រើននៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាភាគច្រើនគឺដោយសារជំនួយពីបរទេសពាក់ព័ន្ធនឹងជំនួយពីប្រទេសចិនក៏ដូចជាសហភាពអឺរ៉ុបក៏ដូចជាប្រទេសជប៉ុននិងកូរ៉េខាងត្បូងជាដើមប៉ុន្តែផ្ទុយមកវិញចំពោះគម្រោងដែលសាងសង់ទាំងអស់នោះ 90% គឺដោយសារតែការវិនិយោគពីក្រុមហ៊ុនរដ្ឋចិននិងក្រុមហ៊ុនឯកជនរបស់ចិនដែលយើងអាចនិយាយបានថាគម្រោងហេដ្ឋារចនាសម្ព័ន្ធជាទូទៅគឺអភិវឌ្ឍដោយក្រុមហ៊ុនចិនឬក៏ក្រុមហ៊ុនឯកជនរបស់ចិនឬក្រុមហ៊ុនរដ្ឋរបស់ចិនដូចជាគម្រោងផ្លូវដែករបស់ប្រទេសកម្ពុជាដែលមានទំហំទឹកប្រាក់ជិត 10,000 លានដុល្លារហើយក្នុងពេលថ្មីនេះក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងតែសហការជាមួយនឹងក្រុមហ៊ុនរដ្ឋនិងឯកជនរបស់ចិនក្នុងការអភិវឌ្ឍនៅផ្លូវដែកល្បឿនលឿនក្នុងនោះការអភិវឌ្ឍផ្លូវដែកល្បឿនលឿនគឺមានពីរដំណាក់កាលធំដែលគេហៅថាដំណាក់កាលទី1នោះគឺដំណាក់កាលមធ្យមគឺចាប់ផ្ដើមពីឆ្នាំ2023ដល់ឆ្នាំ2027ហើយក្នុងគម្រោងរយៈពេលមធ្យមនេះចន្លោះរយៈពេល5ឆ្នាំពីឆ្នាំ2023ដល់ឆ្នាំ2027ក្នុងនោះមានគម្រោងចំនួន3ធំទី1គឺគម្រោងតភ្ជាប់ផ្លូវដែកពីរាជធានីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលគម្រោងនេះគឺជាការផ្ដួចផ្ដើមរបស់រដ្ឋាភិបាលដែលដឹកនាំដោយក្រសួងសាធារណការនិងដឹកជញ្ជូនសហការជាមួយនឹងក្រុមហ៊ុនបរទេសក្នុងការសាងសង់នៅផ្លូវដែកនេះដោយក្នុងនោះការសាងសង់ផ្លូវដែកពីតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យគឺក្នុងគោលដៅធ្វើម៉េចកាត់បន្ថយការដឹកជញ្ជូនតម្លៃខ្ពស់នឹងឲ្យមកតម្លៃមួយទាបជាងមុនហើយការធ្វើដំណើររបស់ប្រជាពលរដ្ឋដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកាន់តំបន់ទេសចរក្រុងប៉ោយប៉ែតហ្នឹងក៏មានតម្លៃទាបជាងនឹងនៅពេលដែលផ្លូវខ្សែទី1នេះសម្រាប់ជាស្ថាពរធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនជាងមុននេះគម្រោងទី1ស្ថិតនៅក្នុងដំណាក់កាលមធ្យមគឺតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែតចំណែកគម្រោងទី2នៅក្នុងរយៈពេលមធ្យមដែរហ្នឹងគឺតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុអញ្ចឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុយើងដឹងស្រាប់ហើយថាខេត្តព្រះសីហនុគឺមានកំពង់ផែណាមានកំពង់ផែអន្តរជាតិដែលធ្វើឲ្យកម្ពុជាអាចដឹកទំនិញពីបរទេសមកឆ្លងកាត់កំពង់ផែតម្លៃធូរថ្លៃហើយយើងអាចនាំចេញនៅភោគផលក៏ដូចជាទិន្នផលក៏ដូចជាផលិតផលផ្សេងៗទៅកាន់បរទេសតាមរយៈកំពង់ផែព្រះសីហនុនឹងដែលមានតម្លៃទាបជាងតាមជើងយន្តហោះក៏ដូចជាតាមផ្លូវគោកចំណុចនេះហើយធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាបានស្ដារនៅផ្លូវដែកឡើងវិញដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ព្រះសីហនុខេត្តព្រះសីហនុនោះគឺធ្វើឲ្យការដឹកទំនិញពីរាជធានីភ្នំពេញទៅព្រះសីហនុគឺមានតម្លៃថោកជាងមុនហើយធ្វើឲ្យភ្ញៀវទេសចរជាពិសេសគឺភ្ញៀវទេសចរក្នុងស្រុកនិងភ្ញៀវទេសចរអន្តរជាតិដែលគាត់ចង់ទៅទស្សនានៅខេត្តព្រះសីហនុគឺគាត់អាចធ្វើដំណើរតាមផ្លូវដែកតាមរថភ្លើងផ្លូវដែកហ្នឹងធ្វើឲ្យតម្លៃនៃការធ្វើដំណើរហ្នឹងក៏វាធូរថ្លៃទៅតាមនឹងផងដែរនេះហៅថាគម្រោងទី2ស្ថិតក្នុងដំណាក់កាលមធ្យមគម្រោងទី3គឺរដ្ឋាភិបាលកំពុងតែកសាងក៏ដូចជាកំពុងតែសាងសង់ដែរគឺគម្រោងពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបឆ្ពោះទៅខេត្តនិងក្រុងសៀមរាបអញ្ចឹងមានន័យថាគម្រោងផ្លូវដែកទី3នៅក្នុងដំណាក់កាលមធ្យមនេះគឺពីក្នុងខេត្តតែមួយគឺខេត្តសៀមរាបណាគឺចាប់ផ្ដើមពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបទៅកាន់ខេត្តសៀមរាបក្រុងសៀមរាបគឺចម្ងាយវាមិនឆ្ងាយប៉ុន្មានទេបងប្អូនចន្លោះពី100គីឡូទៅ50គីឡូតែប៉ុណ្ណោះ
chứ cái sang sóng cứ sang sóng à phơi đài đột phơi á làm bây giờ đất phiêu tê cho chip chất nhiều tê cho on đại chiết đài có cho nơi cá xiên than on đại chiết sim điệp cứ có biến lát tập phíp cũng đi chơi mình ở các trong ca tua nơi tê phíp lại cứ có thưa đầm nào tam là đột phơi đây là đột phơi cứ top cho pi cá xiên than on đại chiết đến chụp màu khai được trong sim điệp đại khai được trong sim điệp nói cứ chia đầm bón tê cho mùi chỉ phải cứ miềnประสาท cổ bọt ประสาท chỉ tràn sinh tiết hay miền đồng bọt tê cho chỉ tràn sinh tiết đã tiện tiếng đó là phiêu tê cho on đại chiết ở một tu sài cộng sản chứ là nó thay ba bạn khơi chụp nói như bạn phơ sai shop là phơi bươn lươn phơi đáy phơi cứ to cho pi cái gì thành on đại chiết từ trong ngân khai xiêm điệp tu làm bay cắt bằng thoi cá cọ stea cá phơi đầm na đòiรถยนต์กรองโดยยนต์ต่อครูดูยืนจมูกต่อครูนั้นพิธีเอาสเตย์ในขนมตีกรองวิธีการมีนในยืนจมูกจิบใส่คือรถเพลิงนั้นพิธีเอากัดปะทอยในการเกาะสเตย์ในขนมขายสิบเดียบตามดองนี่คือหาทากลุ่มโรคในการอภิวัตดำหนักการมาชมคือจับปีชนามปีปอนมาภัยใบดอยชนามปีปอนมาภัยบ่มปีคือระยะไปปรามชนามให้มีใบกลุ่มโรงทำนั้นให้กลุ่มโรงคลาคือกำปงแต่ปราประหายโดยจีกลุ่มโรงตอบชอบปีดิจินีเป็นตัวปล่อยแปดนั่นโดยฉลองกัดแคบเซนบิดบัตรบอลดิจิดันนั่นคือยืมมาฉลองกัดหายเลยแต่มือที่กลุ่มโรงโดยจีปีดิจินีเป็นตัวเปเซหันนุ่นั่นคือกลุ่มโรงนั่นก็บ้านดำหนักการจิจารชนามบอกหายได้นะយើងទៅសិក្សាអំពីដំណាក់កាលទី2គេថាដំណាក់កាលវែងឬក៏ដំណាក់កាលវែងហ្នឹងគឺចាប់ផ្ដើមពីឆ្នាំ2028ពីឆ្នាំ2028ដល់ឆ្នាំ2033ជិះ5ឆ្នាំដូចគ្នាប៉ុន្តែនេះគេហៅថារយៈពេលវែងណាពីឆ្នាំ2028ដល់ឆ្នាំ2035ហើយគម្រោងរយៈពេលវែងនេះគឺវាបន្តគម្រោងខ្លះគឺបន្តពីគម្រោងរយៈពេលប្រជុំហើយគម្រោងខ្លះគឺជាគម្រោងថ្មីហើយគម្រោងខ្លះទៀតគ្រាន់តែជាការសិក្សាសាកល្បងនៅឡើយទេអញ្ចឹងនៅក្នុងគម្រោងរយៈពេលវែងនៃផ្លូវលបឿនដែកនៃផ្លូវដែករបស់ប្រទេសកម្ពុជាគឺមាន5គម្រោងធំ5គម្រោងធំហើយគម្រោង3នេះគឺកំពុងអនុវត្តហើយកំពុងសាងសង់ហើយ2គម្រោងទៀតគឺជាការសិក្សាអញ្ចឹងគម្រោងទី1គឺតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុអានេះគម្រោងទី1ដែរប៉ុន្តែនេះជារយៈពេលវែងគឺតភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុអានេះគម្រោងទី1នៅក្នុងរយៈពេលវែងគម្រោងទី2គឺពីភ្នំពេញទៅក្រុងប៉ោយប៉ែតប៉ុន្តែគឺឆ្លងកាត់ខេត្តចំនួន2គឺកំពង់ធំនិងសៀមរាបអញ្ចឹងវាអាចឆ្លងកាត់ផ្លូវជាតិលេខ6លេខ2អញ្ចឹងណាអញ្ចឹងគម្រោងនេះគឺខុសពីគម្រោងរយៈពេលមធ្យមពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែតដែរប៉ុន្តែមិនមែនឆ្លងកាត់ផ្លូវជាតិលេខ6ទេតែគម្រោងទី2រយៈពេលវែងនេះគឺតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយឆ្លងកាត់ខេត្តចំនួន2គឺកំពង់ធំហើយនិងសៀមរាបជុំមានឆ្លងខេត្ត2ផ្លូវលបឿនលឿនផ្លូវដែកនេះហើយគម្រោងនេះហើយគម្រោងវែងដែលវាត្រូវការចំណាយទុននឹងច្រើនហើយការវិនិយោគទាំងអស់នេះគឺវិនិយោគដោយក្រុមហ៊ុនចិនបងប្អូនណាត្រូវចាំណាផ្លូវដែកនេះគឺវិនិយោគដោយក្រុមហ៊ុនចិនហើយមានក្រុមហ៊ុនរដ្ឋនិងឯកជនរបស់ចិនជាដើមនេះគម្រោងទី2រយៈពេលវែងគម្រោងទី3រយៈពេលវែងដែរគឺពីរាជធានីភ្នំពេញទៅក្រុងបាវិតខេត្តសៀមរាបជាប់ព្រំប្រទល់វៀតណាមជាយើងដឹងស្រាប់ហើយណាក្រុងបាវិតគឺជាតំបន់សេដ្ឋកិច្ចពិសេសមួយដែលពោពេញទៅដោយឧស្សាហកម្មពោពេញទៅដោយរោងចក្រពោពេញទៅដោយក្រុមហ៊ុននិងកាស៊ីណូជាដើមដែលជាប់នឹងព្រំប្រទល់ប្រទេសវៀតណាមអញ្ចឹងផ្លូវដែកភាគច្រើនគឺគេតភ្ជាប់ពីតំបន់រាជធានីភ្នំពេញពីទីក្រុងភ្នំពេញទៅតំបន់អភិវឌ្ឍនិងតំបន់សេដ្ឋកិច្ចឬក៏គេហៅថាតំបន់រីកចម្រើនបានគេធ្វើផ្លូវដែកហ្នឹងទី1ជួយសម្រួលដល់ភ្ញៀវទេសចរអញ្ចឹងណាហើយទី2ការដឹកជញ្ជូននឹងតែម្ដងបើសិនជាខេត្តឬជាស្រុកឬតំបន់ណាមិនមែនជាតំបន់សេដ្ឋកិច្ចពិសេសឬមិនមែនជាតំបន់អភិវឌ្ឍខ្លាំងណាក៏គេអត់ធ្វើផ្លូវដែកទៅកាត់តំបន់ហ្នឹងដែរទៅដល់តំបន់ហ្នឹងដែរអញ្ចឹងគម្រោងទី3រយៈពេលវែងនេះគឺពីរាជធានីភ្នំពេញទៅក្រុងបាវិតខេត្តស្វាយរៀងគឺជាប់ព្រំប្រទល់វៀតណាម
គឺនៅពេលដែលធ្វើគម្រោងនេះហើយគឺធ្វើឲ្យភ្ញៀវជាពិសេសភ្ញៀវអន្តរជាតិដែលគាត់ចង់ទៅលេងនៅក្រុងបាវិតណាគឺគាត់អាចជិះតាមផ្លូវរថភ្លើងដែលមានតម្លៃសមរម្យហើយលឿនទៀតណាកាត់បន្ថយការកកស្ទះចរាចរណ៍ហើយងាយស្រួលក្នុងការដឹកទំនិញដោយចំណាយទុនតិចឧទាហរណ៍យើងដឹកតាមឡានអីវ៉ាន់10គីឡូវាអស់10រៀលឧទាហរណ៍តែបើយើងដឹកតាមជើងយើងអស់តែ5រៀលឬក៏4-5រៀលអីចឹងណាគាត់ថាវារៀងយូរជាងឬក៏ពេលខ្លះលឿនជាងអីចឹងទី4គឺគម្រោងសិក្សាពីរាជធានីភ្នំពេញទៅប៉ោយប៉ែតទៅដល់ថៃហ្នឹងគម្រោងទី4នេះគ្រាន់ជាការសិក្សានៅឡើយឯងសិក្សារវាងក្រសួងសាធារណការនិងដឹកជញ្ជូនជាមួយនឹងក្រុមហ៊ុនរដ្ឋនិងឯកជនរបស់ប្រទេសចិនជាងគម្រោងទី4នៅក្នុងរយៈពេលវែងនេះគឺគេសិក្សាអំពីការតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យឆ្ពោះទៅថៃតភ្ជាប់ទៅថៃទៀតគម្រោងនេះណាបាទហើយគម្រោងទី5គឺគម្រោងចុងក្រោយហ្នឹងគឺគេសិក្សាអំពីការតភ្ជាប់ផ្លូវលបឿនផ្លូវដែកលបឿនលឿនពីភ្នំពេញទៅស្រុកកកូរតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ជាមានបងប្អូនក្រុមហ៊ុន RMA ហើយនិងក្រុមហ៊ុន Ford គឺបានសហការដំឡើងរោងចក្រតម្លៃខ្ទង់លានដុល្លារនៅក្នុងខេត្តពោធិ៍សាត់ស្រុកកកូរហើយស្រុកកកូរនោះគួរបញ្ជាក់ថាស្រុកកកូរនោះគឺជាកន្លែងតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្តពោធិ៍សាត់ណាតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់អញ្ចឹងអ្នកដែលបានសិក្សាអំពីគម្រោងនេះគឺគេកំពុងតែសិក្សាយ៉ាងលម្អិតអំពីការតភ្ជាប់ផ្លូវលបឿនដែកពីរាជធានីភ្នំពេញទៅកាន់ស្រុកកកូរតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តពោធិ៍សាត់អញ្ចឹងណាពីគម្រោងនេះគឺជាគម្រោងដែលកំពុងសិក្សាគឺគម្រោងពីភ្នំពេញទៅប៉ោយប៉ែតតភ្ជាប់ទៅថៃហើយគម្រោងទី5គឺពីភ្នំពេញទៅស្រុកកកូរនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ជាងគឺពីគម្រោងនេះគឺជាការសិក្សានៅឡើយទេណាហើយបើយើងនិយាយអំពីទុននៃការសាងសង់ផ្លូវដែកលបឿនលឿននៅក្នុងប្រទេសកម្ពុជាបើទុននិយាយពីទុនវិញជិត10,000 លានដុល្លារនេះបើតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូនណាបាទជាងយើងសង្ឃឹមថារយៈពេល10ឆ្នាំទៅ5ឆ្នាំឬក៏10ឆ្នាំទៅមុខទៀតផ្នែកlogistics ផ្នែកដឹកជញ្ជូនផ្នែកធ្វើដំណើរយើងនឹងកាន់តែសម្បូរបែបហើយនឹងកាន់តែរហ័សនិងលឿនជាងមុន